Biếtនេះអ្នកគ្នាគឺថាយើងយកមើលមកបរិយាយវាឲ្យដាក់ដីវាលើស្រោចទឹកអីជារៀងរាល់ថ្ងៃទៅក៏បានមួយអាទិត្យស្រោចម្ដងក៏អត់អីដែរហ្នឹងហើយចំភ្លៀងធ្លាក់រលឹមស្រិចទៀតគឺបណ្ដាឲ្យស្លឹករបស់វាខ្ចីញញកម្ពស់ប៉ុណ្នេះអ្នកគ្នាយកទៅបំបែកដាំទៅដាំអញ្ចឹងក៏បានដែរយើងមើលមកវាក៏វាមិនសូវបែកគេថាមើលអីច្រើនអីចឹងហ្នឹងហើយចាស់អ្នកគ្នាតោះយើងទៅមើលនៃការយើងទៅដាំតបពីយើងដាំហ្នឹងគឺថាយើងជីករឿងលក្ខណៈចេះក៏បានអ្នកគ្នាជីកលក្ខណៈច្អូចឹងក៏បានដែរឬក៏អ្នកគ្នាជីកលក្ខណៈម្លងក៏បានដែរហើយយើងដាក់ស្លឹកឈើក៏បានដាក់អ្វីដែលយើងដាក់ទៅវារៀងលួយនឹងទុករយៈពេល1ខែទៅ2ខែទៅដើម្បីផ្អាប់ដើម្បីជីវវាកាន់តែល្អហ្នឹងហើយមួយអាទិត្យពីរអាទិត្យក៏វាមិនជាស្អីទេស៊ីសងយើងនេះស្រឡាញ់យើងអ្នកដាក់ហ្នឹងមែនទេហ្នឹងអានេះយើងដាំលឿនៗដល់គ្នាយើងជីកហើយយើងដាក់ជាមួយជីធម្មជាតិយើងហើយយើងដាក់ជាមួយនឹងកាមហ្នឹងឃើញហ្នឹងដាក់ជាមួយនឹងកាមហើយយើងច្បល់ចូលគ្នាជាមួយនឹងដីបន្ទាប់មកទៀតយើងដាក់វាដាំកម្ពស់ប៉ុណ្ណឹងអ្នកគ្នាចាំតែមើលទៀតវាបែកគុំមើមមកកណោច្រើននោះច្រើនហើយសំខាន់ជាងគេគឺការស្រោចទឹកហ្នឹងហើយរុក្ខជាតិត្រូវការទឹកមនុស្សយើងក៏ត្រូវការទឹកដែរតែរុក្ខជាតិបើត្រូវការទឹកបឺតចូលណាហ្នឹងហើយបើយើងត្រូវការទឹកគេហៅបញ្ចេញដឹងដែរបានអ្នកគ្នាយើងដាំនេះគេថា1 2 3 4ហ្នឹងហើយដាំ4សាក់រងមើលដើម្បីឲ្យងាយស្រួលនេះយើងដាំលក្ខណៈទុកស្លហូបឬក៏អាចយកធ្វើថ្នាំក៏បានដែរយើងហាឲ្យស្ងួតអីចឹងទៅក៏ល្អដែរជួយព្យាបាលបានច្រើនហើយទី2គឺអាចតតឹងទៅនឹងស្បែករបស់យើងហ្នឹងហើយយើងលេខទុកខាត់ស្បែកលាបស្បែកយោខ្ចីញ៉ាញ់ពិសេសស្រីចូលចិត្តធ្វើណាហ្នឹងហើយខ្លាចខ្វះពេហើយដាំគេដាំបត្រីហ្នឹងហើយចឹងឲ្យយើងចិត្តដាំហ្នឹងហើយដាំហើយដកចុះដកឡើងនឹងជាស្អីទេហ្នឹងហើយអូនេះអ្នកគ្នាកាមធម្មជាតិដែលខ្ញុំធ្លាប់ប្រាប់ទៅអ្នកនរគ្នាដែរនេះអ្នកគ្នានេះហ្នឹងហើយនេះព្រឹកបាញ់ភ្លៀងអ្នកគ្នាមេធំបាទភ្លៀងនោះភ្លៀងរើទៅជូបស្អីស្អាតអីបានសោះថតនេះមុនសាមញ្ញក៏ខ្ញុំថតឃ្លីបហ្នឹងដែរហើយថតកន្លែងទៅនឹងដែរថតបានមកនាទីនិយាយមកកណើហើយហ្នឹងវាលេងស្រូវសំឡេងចូលថតភាសាទៀតទៅសាមញ្ញនិយាយរៀងល្អជាងថ្ងៃហ្នឹងអាហ្នឹងថតរៀងព្រឹកបាទរៀងព្រឹកសាមញ្ញថតថ្ងៃវាក្តៅអញ្ចឹងថ្ងៃនេះថ្លៃតែម៉ៃមែនខ្ញុំមកប្រើការអីបង្កើតសោះទៅពេលដែលយើងស្ដាប់ទៅយប់ហើយព្រះអើយយើងមកកាត់តវីដេអូមានណាមានលេងសំឡេងផងឃើញនៅវីដេអូឃើញនៅរូបភាពបាទហើយដលងអ្នកខ្ញុំបង្ហាញអ្នកមុននេះដកចេញហើយប្រហែលមើមទៀតយកទៅស្ងោរហើយដលងនេះបើសិនយើងអត់កាប់ដីកាត់យើងអត់ដាក់ដីសោះមើលក៏មានក៏ដុះហ្នឹងឃើញអញ្ចឹងកូនរបស់វារុះល្អប្រសើរណារុះល្អណាដលងអញ្ចឹងមិនត្រូវការដីទេទីណាក៏អាចរុះបានដែរហើយល្មៀតរបស់យើងបាទចូលល្មៀតវិញបាទទៅដលងឯណាញ៉ៃវល់អ្នកមុខអ្នកមើលអស់បាយតាមដានខ្ញុំរងថ្ងៃទៅយល់ហើយហ្នឹងហ្នឹងអានេះវ៉ានរបស់យើងក៏កប់នៅក្រោមដីហ្នឹងហើយកប់នៅក្រោមដីងាយស្រួលយើងតើតើនឹងកម្ដៅថ្ងៃអញ្ចឹងវាអត់ឆាប់ខូចនីតិយោរបស់យើងហើយយើងដាក់ស្រោចទៅហ្នឹងហើយបាញ់ចុះបាញ់ឡើងទៅ